dây bị rương năng nhung pre quang sầm đai rương năng miên bò rọ mà nè cro đó là men tên prao sập put mà pan na pin nè pon nhung mớ dây đó là rương năng sầm nó ha bò rọ năng cro đó là men tên miên sập put ta mà sầm rạp tê prao pin nè pon pan này chỉ nè miên sệt thê ta sạp thò tê snap pre rọ là sao chẳng ạ pro pre quang sầm đai thò rọ là sao ngày phòng bay rồi phòng bay cao đập buôn rồi đập pram cao sầm đai rọ là sao chẳng hỏi bò rọ pin nè năng cro pin nè đây pon năng miền sập pốt tama pana đây prao pin nè đây pon năng opama thang ngày phòng bay rồi pon ta sạp đây nè te phòng bay cao đây ta sạp pon nè te và đập buôn rồi pon ta sạp đây nè te đập pram cao đây ta sạp pon nè te hỏi pon phải lâm lang pon tập xa đây nè te ngày lang đây tập xa pon nè te plak đâu cái này pro sập pốt nó về miền tama sầm áp cả nát nóng nè rồi chẳng vừa cro đó thằng năng nhôm mớ sầm mai pre pan tay đó là sạp thò đạt mà lợtឡើងមិញអំពីបកលអ្នកមានបញ្ញាណាគេបានជញ្ជូនទ្រពចេញទុកជាមុនទៅមុខទៅគេលែងខ្វះទៀតហើយទ្រពហ្នឹងគេបានដាំដុះទុកឲ្យហើយទៅលោកកត្រៈខាងមុខអត់ខ្វះទៀតទេដល់ពេលស្ដាប់ដល់ចំណុចហ្នឹងចង់លះអាសពុតមកសម្រាប់ដែលប្រើពីអ្នកប្រពន្ធហ្នឹងយកទៅឲ្យទៀនយកទៅធ្វើបន់នឹងព្រះប៉ុន្តែដល់គិតនឹកឃើញសំណោះប្រពន្ធនៅផ្ទះឯងជាប្រុសមិនអីទេអត់អីស្លៀកក៏បានដែរញោមដល់ពេលស្ដាប់ធម៌អញ្ចឹងទៅไปរស់ទៅចង់លះអាសពុតមកសម្រាប់នឹងយកទៅធ្វើទៀនប៉ុន្តែនឹកឃើញថាប្រពន្ធគ្នាជាស្ត្រីនៅឯផ្ទះគ្នាមានកេរមានខ្មាស់បើសពុតមកសម្រាប់នឹងអញយកទៅថ្វាយព្រះបាត់ឲ្យប្រពន្ធអញបានអីស្លៀកម្ដងនឹងអត់តន់ហ៊ានលះកើតទេដល់ចំណុចមួយដែលព្រះអង្គសម្ដែងដល់ចំណុចមួយលះបានព្រះអង្គធម្មនាលអ្នកទាំងឡាយអ្នកឆ្លាតគេគិតដល់សមាញ្ញលក្ខណៈធម៌ទាំង3ទៅទៀតអរិយសច្ចៈទាំង4ទៅទៀតទុក្ខសច្ចសមុទសច្ចនិរោធសច្ចមគ្គសច្ចយល់ច្បាស់អំពីផ្លូវទៅកាន់ទីរលត់ទុក្ខបើអ្នកទាំងឡាយនៅតែជាប់ជាពាក់ក្នុងកងទុក្ខអ្នកទាំងឡាយរកសុខអត់ឃើញទេនៅតែសុខទុក្ខលាយឡំគ្នាតោមនោះសោមនោះបរិខៈថ្នាំងថ្នាក់សើចយំគ្រប់ទៅជាតិអញ្ចឹងហើយអ្នកទាំងឡាយនៅជាប់ជាពាក់ដល់ណាទៀតអ្នកទាំងឡាយគួរយល់ដល់សមាញ្ញលក្ខណៈធម៌ទាំង3អនិច្ចំទុក្ខអនត្តាមិនទៀងជាទុក្ខមិនមែនជាខ្លួនប្រាណដល់របស់អនត្តាព្រះអង្គសម្ដែងដល់អនត្តាថាមិនមែនខ្លួនហ្នឹងក៏មិនមែនខ្លួនដែររឿងអីដែលយើងត្រូវជាប់ចំពាក់ខ្លួនហ្នឹងវាគ្រាន់តែជាធាតុ4ដែរទាំងយើងទាំងគេហ្នឹងផ្គុំឡើងនៅធាតុ4បតវ័យអបោតេជោវេយោដល់ពេលអាសាសៈបាសាសៈនេះប្រផុតរលត់ទៅវិញវាអាលាយទៅជាធាតុ4ហ្នឹងវិញទាំងអស់អាណារឹងវាទៅជាធាតុដីអាណារាវវាទៅជាធាតុទឹកខ្យល់អាសាសៈបាសាសៈវាទៅជាធាតុខ្យល់ហើយកម្ដៅក្នុងខ្លួនយើងវាទៅជាទីតេជោធាតុភ្លើងវាអត់មានយើងមានគេជារបស់សោះសូន្យទៅទេរកខ្លឹមមិនមានដល់សម្ដែងដល់ចំណុចហ្នឹងចាប់ផ្ដើមមានសតិពិចារណាមែនតែនថាអញយល់ខុសហើយទៅនឹកប្រពន្ធនឹកកូនឯណាបើតែខ្លួនអញមិនមែនរបស់អញផងហ្នឹងហើយចុះប្រពន្ធនៅក្រៅខ្លួនអញធ្វើម៉េចនឹងជារបស់អញកើតស្ដាប់ទៅសង្វេគទៅស្រាប់តែស្រែកឡើងកដាចំណោមដូចយាយតាអញ្ចឹងណាថ្ងៃហ្នឹងបរិស័ទច្រើនណាស់គាត់ស្រែកឡើងតែហ្មងគាត់ឈរឡើងគាត់ស្រែកថាជ័យយោអញឈ្នះហើយប្រសក់នៅតែនឹងអ្នកខ្លះគេថាឈួតហើយមនុស្សនេះអូគេស្ដាប់ធម៌ទៅគេមានបញ្ញាគេសមាធិគ្រប់គ្នាឲ្យឯងស្ដាប់ធម៌ទៅឈួតស្រែកកដាលវងតែម្នាក់ឯងជ័យយោឈ្នះហើយឈ្នះអីហើយព្រះរាជានៅក្បែរបរោះហ្នឹងកេះស៊ូអង្គុយចុះមកវិញមកមេនុកហើយអ្នកឯងស្រែកតែឈ្នះហើយនេះឈ្នះអីស្រាប់តែអង្គុយចុះមកថាខ្ញុំស្រែកតែឈ្នះហើយអត់ទាន់ដឹងតែស្ដាច់ទេហើយអ្នកឯងស្រែកតែឈ្នះអីយើងជាស្ដេចផែនដីយើងធ្វើសឹកសង្គ្រាមរាប់រយសារយើងមិនដែលស្រែកតែឈ្នះផងប្រាប់គេផងតែយើងឈ្នះសង្គ្រាមហើយជនអ្នកឯងនេះខោអាវនេះឈ្នះស្អីទៅធ្វើស្អីឈ្នះនោះបានថាបបិទ្ធមហារាជទូលបង្គំស្រែកតែឈ្នះហើយហ្នឹងអាចេះសុំមហារាជនឹងអោនតិចមកទូបង្គំមិនហ៊ាននិយាយទេខ្មាស់គេកុំឲ្យគេលឺអីចាំមានរឿងអីក៏អាចកំបាំងម្ល៉េះហើយមើលខ្សឹបមកខ្សឹបទៅអោនតិចទៅស្ដាប់បបិទ្ធមហារាជអាចារ្យទូលបង្គំនឹងមានតែសពុតមកសម្រាប់ប្រើពីអ្នកប្រពន្ធនឹងផ្លាស់ប្ដូរគ្នាហូចដល់ឥឡូវនឹងទូលបង្គំស្ដាប់ធម៌ព្រះទៅវាជ្រះថ្លាពេកដាច់ចិត្តលះអាសពុតមានតែមកសម្រាប់ប្រើពីអ្នកប្រពន្ធនឹងលះឲ្យទៀនទៅថ្វាយព្រះព្រះអង្គហើយខ្ញុំអង្គក្រណាស់មិនហ៊ាននិយាយឲ្យគេលើទេខ្មាស់គេថាវាក្រពេកក្រដល់ថ្នាក់រកអីស្លៀកមិនបានឥឡូវទូបង្គំមានតែសពុតមកសម្រាប់នឹងហ៊ានលះឲ្យទៅជាទៀន
ដល់តែបរិជាលឺសូអញ្ចឹងស្រាប់តែស្រែកឡើងតែមកថាអស្ចារ្យណាស់អស្ចារ្យណាស់ស្រាប់អាអ្នកក្បែរហ្នឹងគេអត់ដឹងគេថាឈួតមួយទៀតហ៎មិញតែមកឈួតមួយឥឡូវមួយទៀតហ៎អត់ដឹងរឿងនោះយាយអត់ដឹងរឿងហើយបរិជាក៏ស្រែកតែអស្ចារ្យហ្នឹងចង់និយាយថាអត់ដែលមានអ្នកណាធ្វើទៀនដូចបរោះឯងទេរហូតដល់សពុតប្រើមកសម្រាប់ហ៊ានលះឲ្យទៅជាទៀនបានពីអ្នកប្រពន្ធអត់អីស្លៀកសុកចិត្តដើរស្រាតយកសពុតនឹងធ្វើជាទៀនបានគាត់ស្រែកថាអស្ចារ្យណាស់អត់មានអ្នកណាដូចមេនុកឯងទេឥឡូវនឹងយើងសុំចែកបនពីអ្នកឯងផងយើងសុំថ្វាយអ្នកឯងចែកបនពីអ្នកឯងយើងសុំបកុលទ្រព្យ 2000 កហបណៈឲ្យទៅអ្នកឯងយើងសុំចែកបនពីឯងផងបានទ្រព្យ 2000 កហបណៈហើយដល់ទៅពេលសេដ្ឋីនៅក្បែរហ្នឹងអត់ដឹងថាស្ដាច់ទេសួរថាមិញឈួតមួយដែរហើយឥឡូវចុះអ្នកឯងស្រែកអីដែរនោះថាឆ្លងគ្នាអីក៏មិនថាណែលោកឯងអត់ដឹងទេយើងគ្រប់គ្រងដែនដីទាំងមូលរាប់សិបឆ្នាំហើយយើងមិនដែលជួបមនុស្សណាអស្ចារ្យដូចជាបរោះហ្នឹងទេដូចជាមនុស្សនេះទេហើយសេដ្ឋីអត់ដឹងថាស្ដេចមកអង្គុយស្ដាប់ធម៌ដែរជំនាន់ដើមញោមឲ្យស្ដេចផែនដីធំណាស់មកអង្គុយស្ដាប់ធម៌អង្គុយជាមួយយាយតាហ្នឹងគេអត់ដឹងថាស្ដេចទេព្រោះខំដល់ទៅពេលសួរតាបបិទ្ធមហារាជទូបង្គំសុំកម្មាទោសទូបង្គំមិនដឹងថាព្រះអង្គថ្វាយទោសផងកម្មាទោសផងហើយចុះព្រះអង្គស្រែកតែអស្ចារ្យណាស់បន្ទាប់ពីបរោះស្រែកតែអជ័យយោហ្នឹងហើយចុះព្រះអង្គអស្ចារ្យណាស់រឿងអីដែរថាណែគេមិនឲ្យនិយាយលឺតែយើងខ្សាប់ប្រាប់ឯងទៅជាមកហើយចុះមានរឿងអីក៏អាចកំបាំងដែរបងណែបរោះម្នាក់មេនុកម្នាក់ដែលស្រែកតែជ័យយោអស្ចារ្យនេះខ្សាប់តាមគេដែរគេខ្សាប់នោះមិនបាច់ខ្សាប់តាមគេទេនិយាយលឺហ្មងចង់និយាយតាណែលោកសេដ្ឋីឯងពិចារណាមើលបុរសនេះគាត់អស្ចារ្យណាស់បានតែយើងស្រែកតែអស្ចារ្យហ្នឹងមកពីគាត់មានសពុតតែមកសម្រាប់ប្រើពីអ្នកប្រពន្ធគាត់ស្ដាប់ធម៌ព្រះត្រង់ចំណុចថាអនត្តាមិនមែនជារបស់យើងអត់មានយើងមានគេសោះជារបស់សោះសូនទៅទេដល់អាកន្លែងសូនឆឹងហ្នឹងគាត់ថាអញមិនមែនអញផងងុយទៅប្រកាន់ស្អីអារឿងសពុតមកសម្រាប់ហ្នឹងលះសពុតប្រើដែលជាប់ខ្លួនមកសម្រាប់ហ្នឹងឲ្យទៅជាទៀនសុកចិត្តដើរស្រាតអស្ចារ្យណាស់បានតែយើងស្រែកតែអស្ចារ្យយើងមិនដែលជួបមនុស្សណាជ្រះថ្លាដល់ម្លឹងទេបានសេដ្ឋីស្ដាប់ឡើងស្រាប់តែគាត់ស្រែកថាអស្ចារ្យណាស់អាអ្នកផ្សេងទៀតវាស្ដាប់វាអត់ដឹងរឿងនោះវាថាឈួតមួយទៀតឆ្លងគ្នាតគ្នាមកត្មងហ្នឹងគេអត់ដឹងរឿងអីនោះយីគេថាអស់ពីមួយចូលមួយដែរបានព្រះអង្គដឹងរឿងហ្នឹងព្រះអង្គលើករឿងហ្នឹងមកសម្ដែងបានអបរិស័ទទាំងអស់ទាំងយាយតាហ្នឹងស្ដាប់ដឹងថាអស្ចារ្យរឿងហ្នឹងពិតជាអស្ចារ្យមែនបានតែស្ដេចបានតែសេដ្ឋីស្រែកតែអស្ចារ្យហ្នឹងបានគេកើតចិត្តជ្រះថ្លាបៃតិសោមនស្សរីករាយនឹងមេនុកនឹងទាំងអស់គ្នាយាយខ្លះដោះកវលតាខ្លះដោះអញ្ជៀនហើយអ្នកខ្លះដោះរបស់នេះរបស់នោះឲ្យបរោះនឹងសេដ្ឋីនេះឲ្យ 1000 កហបណៈសេដ្ឋីនោះឲ្យ 2000 កហបណៈនិយាយពីលុយកមាសកដូចភ្នំញោមហើយចាំមនុស្សមកស្ដាប់តែមនុស្សទាំងទេវតារាប់ពាន់អ្នកមាសកដូចភ្នំគេឲ្យទៀនគេចែកបនពីគាត់គេសុំបនពីគាត់ណាហើយគេដាក់ទៀនជាមួយគាត់ដែរដែលគាត់លះរហូតដល់សពុតអស់ពីខ្លួនរឿងអីអញកវលទៅជាប់តិចនឹងលះមិនបានខ្លះគេដោះកវលដោះខ្សែកដោះរបស់នេះនោះយកទៅឲ្យគាត់មាសកដូចភ្នំបានជាស្ដេចផែនដីនៅតំណឹងតែងតាំងគាត់ឲ្យឡើងងារជាសេដ្ឋីចាប់ពីថ្ងៃនឹងតទៅណែយាយក្រណសពុតមកសម្រាប់ជាប់ខ្លួនគេយកទៅធ្វើបនឲ្យទៀនឡើងជាសេដ្ឋីប៉ុន្តែអ្នកខ្លះស្ដាប់ឲ្យតន់ណាអាហ្នឹងរឿងសម័យព្រះទេតិចលោកឯងចង់ឡើងជាសេដ្ឋីឥឡូវដែរទៅលះអស់អាលីងដូចគាត់ហ្នឹងបងអស់អត់មានបានអីមកវិញឲ្យកុំខឹងនៃគុណភក្តីបើឯងលះឥឡូវអស់តែលះអស់តែហ៊ានលះដល់ចឹងពេកអស់អាលីងអត់មានអីទេអានោះរឿងសម័យព្រះទេដែលចង់បញ្ជាក់តែចិត្តសទ្ធាជ្រះថ្លាគេស្ដាប់ធម៌មែនតែនទៅគេសង្វេយទៅបៃតិសោមនស្សរីករាយទៅជ្រះថ្លាទៅដល់បានអាលះអស់អាលីងពីខ្លួនដែលវាអត់មានអីសោះអាចធ្វើបន់ឲ្យទៀនសំបីតែសពុតជាប់ខ្លួនអ្វីដែលអាត្មាចង់បញ្ជាក់មានន័យថាអ្វីដែលសំខាន់គឺទឹកចិត្តជ្រះថ្លាដ៏ល្អបរិសុទ្ធដែលដោះចេញពីសន្តានចិត្តរបស់យើងបើអញ្ចឹងរបស់ដែលធ្វើបន់ឲ្យទៀនមិនចាំបាច់របស់ល្អទេសំខាន់គឺសទ្ធាជ្រះថ្លាដែលយើងមាននៅក្នុងខ្លួននោះអត់មានអីក៏ដោយមានតែទឹកចិត្តជ្រះថ្លាបន់នោះវាកើតតាមរយៈទ្វាទាំង3កាយទ្វា1វចីទ្វា1មโนទ្វា1ឲ្យតែយាយតាបងប្អូនញាតិញោមរក្សាល្អបរិសុទ្ធក្នុងទ្វាទាំង3ហ្នឹងបនកុសលកើតឡើងគ្រប់ពេលណាក៏អាចកើតបន់បានដែរពេលណាក៏អាចកើតសុខបានដែរវានៅទាំងខ្លួនយើងហ្នឹងបើអញ្ចឹងទេខំប្រឹងចម្រើនគុណធម៌គឺសេចក្តីល្អទាំងអស់គ្នាណាយាយណាសូមអនុមោទនាប្រឹងប្រតិបត្តិខ្លួនកុំចំណាយពេលវេលាឲ្យឥតប្រយោជន៍នឹងច្រើនពេកញោមមើលមនុស្សយើងសពថ្ងៃចំណាយពេលវេលាជាការអត់ប្រយោជន៍ទៅទេបើយើងមើលទៅតាមពុទ្ធដីការបស់ព្រះ
ដោយលោកប្អូនម្ចាស់ដែលលោកស្មូតខាងដើមមិញណាបើយើងពិចារណាអំពីដំណើរនៃជីវិតរបស់យើងគ្រប់គ្នាញោមម៉ាយមិនងាយបានពូជជាមនុស្សនឹងមកទេលោកសោតមិញញោមស្ដាប់បានទេអត្តភាពជាមនុស្សពេញហៅក្រកើតដោយផលល្អដែលយើងបានកសាងសន្សំយ៉ាងចំណាននាំយើងឲ្យបានភាពជាមនុស្សក្រពីជីវិតការរស់នៅរស់ឲ្យត្រង់ផ្លូវនៃសប្បុរសសន្សំសុចរិតឥតមានខ្ចោះនេះពិតជារស់ឲ្យល្អផងដល់ក្រទី3ក្របានស្ដាប់ព្រះធម៌ជាច្បាប់ឥតសូវមងព្រះធម៌យូរទៅមានម្ដងក្រក្រៃកន្លងប្រកបពិតដល់ក្រទី4ក្របានត្រាស់ជាប្រពុតប្រសើរលើលោកជោគវិសុទ្ធឆ្លងផុតងងឹតគឺអវិជ្ជាមានន័យថាអត្តភាពជាមនុស្សពេញហៅក្រកើតដោយផលល្អដែលយើងបានកសាងសន្សំយ៉ាងចំណាននាំយើងឲ្យបានភាពជាមនុស្សស្ដាប់ឲ្យតន់ការបានកើតជាមនុស្សហ្នឹងមិនមែនសុកចេះតែបានកើតជាមនុស្សទេដោយសារការកសាងសន្សំគុណតម្លៃនៃសេចក្តីល្អប្រព្រឹត្តព្រហ្មចរិយធម៌មានកុសលធម៌ថ្នាក់ទានក្តីកុសលធម៌ថ្នាក់សិលក្តីកុសលធម៌ថ្នាក់ភាវនាក្តីដែលយើងគ្រប់គ្នាខំប្រឹងប្រព្រឹត្តព្រហ្មចរិយធម៌ប្រតិបត្តិខ្លួនញ៉ាំងកាយញ៉ាំងវិចារញ៉ាំងចិត្តឲ្យប្រព្រឹត្តដាក់ចុះនៅក្នុងកុសលធម៌មានសតិសម្បជញ្ញៈហិរិអោតបៈរលឹកដឹងខ្លួនយើងជានិច្ចថាយើងបានកំណើតកើតជាមនុស្សអាស្រ័យដោយសារបុណ្យបើអញ្ចឹងទេអញបានកើតជាមនុស្សដោយសារបុណ្យអញមិនត្រូវប្រើអាពូជមនុស្សនឹងឲ្យវាអស់ទៅលោកកតរៈទៀតទៅអត់មានពូជមនុស្សនឹងប្រើម្ដងទៀតទេអាត្មាធ្លាប់បញ្ជាក់ថាចេះថាយើងបានពូជមនុស្សមកប្រើនឹងឧបមាហាក់បីដូចជាញោមមានកូននៅអូស្ត្រាលីឬនៅអាមេរិកកាំងហើយកូនគេនៅអូស្ត្រាលីនៅអាមេរិកកាំងគេផ្ញើស្វាយអូស្ត្រាលីមកឯងនោះវាមិនដែលស្គាល់ស្វាយអូស្ត្រាលីគេអាម៉េចទេបានកូនគេតេទូរស័ព្ទមកម៉ាខែក្រោយមានគេទៅលេងស្រុកខ្មែរអញ្ចឹងខែហ្នឹងអាដៅស្វាយអូស្ត្រាលីវាទុំអញ្ចឹងកូនផ្ញើស្វាយអូស្ត្រាលី3ផ្លែទៅមកឯងមួយផ្លែទៅឲ្យស្រីពៅទៅរួចមួយផ្លែឲ្យឪមួយផ្លែមកឯងណាផ្ញើ3ផ្លែហ្នឹងដាក់ទៅតាមគេច្រើនពេកគេធ្ងន់ខ្លាចគេអន់ចិត្តអញ្ចឹងផ្ញើ3ផ្លែទៅមកឯងសាកមើលទៅណាញោមមកបានផ្លែស្វាយអូស្ត្រាលីមកដល់ផ្ទះកាលណាអង្គុយសម្លឹងមើលស្វាយហ្នឹងចុះស្វាយហ្នឹងក៏ពណ៌សម្បល់វាភ្លឺស្អាតល្អម្លេះអត់ចង់ហ៊ានហូបទេលើកយកមកហាត់ផ្លែស្វាយហ្នឹងកូនគេខំផ្ញើដាក់យន្តហោះយកមកផ្ញើហាត់3 4ថ្ងៃទៅមិនដាច់ចិត្តហូបក៏អូបអើយក៏អូបចាស់អញ្ចឹងណាហើយគាត់ស្រឡាញ់កូនគាត់ផងនឹកកូនគាត់ផងដើរអួតប្រាប់គេពេញមកភូមិកូនអញផ្ញើស្វាយអូស្ត្រាលីមកឲ្យមើលក៏អូបឈ្ងុយស្វាយហ្នឹងអស់ចានណាគេថាអេយាយហេតុតែស្រឡាញ់កូនលោកឲ្យស្វាយមកផ្លែដើរអួតគេមកភូមិមែនណាយាយខ្លះណាហុចញោមឲ្យដល់បានហូបផ្លែស្វាយហ្នឹងទៅគាត់ទៅសើជក់មាត់តែឆ្ងាញ់ណាស់ក៏ណានិយាយចឹងយាយនោះអត់ទាន់បានហូបផងក៏លេបទឹកមាត់រហូតនោះយាយចុងតែចឹងដូចអាណិតណាញោមអាត្មាហ្នឹងគោមិនទាន់បានដែរលឺសូគេថាទេស្វាយអូស្ត្រាលីហ្នឹងនោះហើយឆ្ងាញ់អើយឆ្ងាញ់វាផ្អែមត្រជាក់ចិត្តអាត្មាចង់និយាយហ្នឹងនិយាយរឿងចេះទេចង់និយាយតែពូជមនុស្សហ្នឹងដូចស្វាយវិសេសមិញហ្នឹងអញ្ចឹងណាហើយដល់ទៅពេលយាយបានហូបដឹងតែផ្អែមឆ្ងាញ់ហើយយើងចង់បានអាស្វាយហ្នឹងហូបបន្តទៀតឆ្នាំក្រោយតែអញចង់ហូបស្វាយហ្នឹងម្ដងទៀតមិនបាច់ចាំកូនគេផ្ញើមកទេអញបានហូបម្ដងហ្នឹងអញត្រូវរកវិធីធ្វើអាម៉េចដើម្បីឲ្យឆ្នាំ5ឆ្នាំក្រោយឬ3ឆ្នាំក្រោយអញបានហូបអាស្វាយហ្នឹងម្ដងទៀតគេត្រូវធ្វើអាម៉េចយាយហាគេយកអាគ្រាប់ផ្លែមួយហ្នឹងយកទៅដាក់នៅដីឲ្យវាដុះចេញជាផ្លែផ្កាមក3ឆ្នាំឬ5ឆ្នាំក្រោយមិនបាច់កូនគេផ្ញើតាមយន្តហោះទៀតទេយើងមានស្វាយហ្នឹងហូបបន្តទៀតអាស្វាយឆ្ងាញ់ហ្នឹងណាតើណាយាយយ៉ាងណាមិញឥឡូវហ្នឹងយើងបានពូជជាមនុស្សបានកើតជាមនុស្សកើតក្នុងតកូលខ្ពង់ខ្ពស់មានយសសក្តនៈទួនាទីមានកូនប្រកបដោយធម៌ដូចជាអ្នកម្ដាយថ្ងៃហ្នឹងញោមពិចារណាមើលទៅអ្នកម្ដាយមានកូនប្រកបដោយធម៌ដើរតាមកន្លងមាគាដ៏ល្អប្រសើរជាបុគ្គលសមាទិដ្ឋិកូននឹងក៏ដឹងគុណម៉ែនឹងក៏ជាបុគ្គលសមាទិដ្ឋិមានទានមានសិលមានភាវនាក្នុងខ្លួនដល់អញ្ចឹងហើយយើងកើតមកក្នុងតកូលខ្ពង់ខ្ពស់ល្អប្រសើរអញ្ចឹងរស់នៅជាសុខដុមរមនាបានប្តីក៏ប្រកបដោយធម៌បានកូនក៏ប្រកបដោយធម៌ឪវាតានៅរស់នៃគុណហើយមិនដែលចេះផ្ដាល់ទុកឲ្យកណាបានទឹកភ្នែកទឹកសបោទេមួយថ្ងៃគាត់ផ្ដាល់សេចក្តីសុខកូនចៅក៏អញ្ចឹងដែរកើតមកមិនដែលមានកូនណាមួយផ្ដាល់ទុកទេញាតិចិត្តខាងក៏អញ្ចឹងដែរគេស្រឡាញ់គេអាណិតសបោញាតិមិត្តទាំងចិត្តទាំងឆ្ងាយទ្រព្យសម្បត្តិក៏មិនសូវខ្វះហើយពណ៌សម្បោសាច់ឈាមហ្នឹងក៏វាមិនសូវខ្វះគិតមើលទៅយាយអាយុប្រហែលហើយ8ហើយ8ហើយញោមមើលដូច52អញ្ចឹងញោមមើលស្បែកគាត់មើលញោមមើលដូច52ដូច60
ស្អាតណាស់អាយុ80ថ្មិញគ្មានបាក់មួយទេប៉ាន់ថ្មិញnóខ្ចីគេមកទាំងអស់ចង់និយាយថាយ៉ាងណាក៏ដោយយើងបានកើតជាមនុស្សមើលបានអាយុវែងដល់8ដល់9ហើយនឹងនៅតែរឹងមាំនៅតែល្អប្រកបប្រសើរស្ដាប់ធម៌បានអង្គុយបានកូនចៅចេះដឹងគុណលិកគុណកើតក្នុងតកូលពងពួកដល់ឧត្តមប្រសើរអាស្រ័យដោយសារអីអាស្រ័យដោយសារពូជប៉ុនដែលយើងសន្សំមកបានមកមនុស្សនឹងវាល្អប្រសើរអញ្ចឹងបើយើងប៉ុននឹងវាខ្វះកើតក្នុងតកូលក្រខ្សត់អត់លំបាកតោកយ៉ាវេទនារកព្រឹកខ្វះល្ងាចរល្ងាចខ្វះព្រឹកខោមិនខោអាវមិនអាវញោមមកកើតមកនឹងអ្នកខ្លះខ្វះប៉ុនកើតមកខ្វះខ្វិនជារាពីការកងងដៃកងងជើងហើយមិនខ្វះខ្វិននឹងមិនអស់ចិត្តទេកើតមកនឹងគេលែងលះគ្នាទៅគេមិនស្រឡាញ់គេយកឯងទៅបដែតចោលក្នុងទឹកទន្លេទាំងតែមិនទាន់ឃើញពលឺថ្ងៃផងអ្នកខ្លះកើតមកគេចិញ្ចឹមដែរប៉ុន្តែធំបន្តិចទៅគេឲ្យលើកដៃសុំទានតាមសញ្ញាផ្ទះអ្នកដតីញោមមើលទៅតាមផ្លូវតាមអីលើកដៃតាំងពីក្មេងនឹងហើយបាត់ហើយលើកដៃសុំទានគេដើម្បីយកមកចិញ្ចឹមគេហើយអ្នកខ្លះកើតមកគេឲ្យយកទៅធ្វើខ្ញុំបម្រើគេដើម្បីចិញ្ចឹមជីវិតគេដែរមកជីវិតគេវាយគេដំគេធាត់គេធាក់គេជេរគេបចោគេដៀលគេថ្មេះដោយសារអីបានជាមនុស្សកើតមកមានលក្ខណៈខុសពីគ្នាដោយសារកម្មជាកុសលនិងអកុសលជាសម្ពាយដែលឯងសន្សំមកបនឯងបាបនឹងវាចាត់ចែងរៀបចំផ្សំគុំឲ្យយើងឲ្យអស់ហើយដោយម៉ែឪផ្សំគុំកូនចៅអញ្ចឹងណាអាកម្មនឹងផ្សំគុំដូចយើងដូចចែករៀបចំផ្សំគុំឲ្យកូនឲ្យចៅអញ្ចឹងចាត់ចែងរៀបចំឲ្យទៅតាណាគេចាត់ចែងឲ្យអស់ហើយបើអញ្ចឹងយើងកុំឲ្យអស់ពូជមនុស្សដោយបានស្វាយនឹងផ្អែមឆ្ងាញ់អញ្ចឹងយើងត្រូវរកពូជរកវិធីដើម្បីបដោះគ្រាប់ពូជស្វាយនឹងយកទៅដាក់ឲ្យដោះឲ្យបានជាផ្លែផ្កាហូបបន្តទៀតយ៉ាងណាមិញដឹងតែមនុស្សនឹងវាមិនងាយបានមកមនុស្សហើយបើបានមកមនុស្សហើយនឹងកុំឲ្យវាអស់ពូជមនុស្សយើងត្រូវខំប្រឹងធ្វើបន់សិនទានឲ្យច្រើនទៅមុខទៀតទៅយើងស្លាប់ទៅយើងបានអាមនុស្សនឹងមកប្រើម្ដងទៀតចង់កើតជាមនុស្សម្ដងទៀតទេយាយចង់ជួបជុំអញ្ចឹងទៀតទេចង់អាយុវែងអញ្ចឹងទៀតទេវាចង់សុខចង់កើតជាមនុស្សមកអាយុវែងម្ដងទៀតអានេះលោកនិយាយពីលោកកាយៈនឹងសិនទេយើងមិនតនិយាយបរមត្ថៈទេបើសម្បត្តិបរមត្ថៈអេកន្តបរមសុខគេអត់ប្រាថ្នាអញ្ចឹងទេប៉ុន្តែយើងគិតអញ្ចេះដែរមិនមែនលោកមកបង្រៀនយាយឲ្យជាប់ជាពាក់នៅក្នុងវត្តដាក់នឹងទេមិនមែនបង្រៀនឲ្យយាយបន្តិចទៅកាមភពតិចទៅរូបភពតិចទៅអរូបភពកើតចាស់ឈឺស្លាប់វល់តូលទៅនៅមកនឹងទេចង់និយាយថាបើយើងមិនបានកើតជាមនុស្សសួរថាតើយើងសន្សំគុណនៅតម្លៃនៃសេចក្តីល្អជាឧបនិស្ស័យនឹងដើម្បីឈានឆ្ពោះទៅលោកកតរៈកើតទេតែនៅពេលណាងស័កសម្បត្តិតឹងចាក់កើតទេបើអត់បានមកមនុស្សស័កសម្បត្តិតឹងចាក់ផងវាទៅអាកតុយពីមុខពីក្រោយរត់ត្រេនោះទៅសំសិលកើតទេយាយទៅស្ដាប់ធម៌កើតទេអត់ទៅធ្វើបន់កើតទេអត់ទេបើអញ្ចឹងរក្សាពូជមនុស្សហ្នឹងឲ្យបានសិនដើម្បីសន្សំគុណនៅតម្លៃនៃសេចក្តីល្អហ្នឹងឈានឆ្ពោះទៅរកនិព្វានអញ្ចឹងយើងរក្សាពូជមនុស្សហ្នឹងឲ្យបានសិនដើម្បីរក្សាពូជមនុស្សហ្នឹងឲ្យបានវាតឲ្យយើងធ្វើបន់សន្តានសន្សំគុណនៅតម្លៃនៃសេចក្តីល្អដូចមកយាយគ្រប់គ្នាអញ្ចឹងមើលអាញោមមកបន់ហ្នឹងប្រពៃណាស់បានអញ្ជើញចាស់មកអ្នកត្រង់ត្រៃសិក្ខាសិល8សិល10ហ្នឹងអាត្មាស្រឡាញ់ណាឲ្យតែឃើញយាយណាស្លៀកពាក់សស្អាតកោសអាលីងហ្នឹងស្រឡាញ់ណាញោមហើយស្អាតណាស់យាយតាអ្នករៀបចំខ្លួនញោមមើលស្អាតណាស់មើលទៅពេញភ្នែកតែហ្មងហើយបើថាអាយុប្រហែលមកយាយហើយនៅតែក្រែមពេញមាត់ចើមគូមកខាងប៉ិនក៏ដៃទេអាត្មាមើលដូចមិនដឹងថាស្អាតនៅតាណាទេញោមគូនឹងវាអត់ស្មើគ្នាទៅទៀតព្រោះវាអត់មានអាតសៃចើមណាអត់មានអារោមចើមនឹងវាមានតែស្បែកទេនោះហើយដល់គូទៅវាអត់ស្មើគ្នាទេមកខាងប៉ិនកដៃមកខាងប៉ិនកពួនជើងហើយគ្រាន់តែសើចទៅញាក់ទៅអាខាងវែងមកខាងខ្លីវាញាក់ទៅតាមអាគូហ្នឹងណាវាអត់ស្មើគ្នាដូចអារោមគេធម្មជាតិមកអីហើយដល់មើលយាយមើលតាគាត់អ្នកត្រត្រៃសិក្ខាស្លៀកពាក់សស្អាតមិនបាច់ចាំលាបក្រែមថែមម្សៅអីទេស្អាតដោយគុណធម៌ដែលមាននៅក្នុងខ្លួនរបស់គាត់ហ្នឹងមើលទៅពេញភ្នែកតែហ្មងស្អាតណាស់ល្អណាស់ព្រះបង្រៀនយើងណាមនុស្សយើងគេបែងចែកទៅតាមវ័យបឋមវ័យគេត្រូវលំអអីមជ្ឈមវ័យគេលំអអីដល់បច្ឆមវ័យឬជារាវ័យចុងក្រោយគេលំអអីដែរញោមបឋមវ័យក្មេងគេលំអដោយអីបឋមវ័យអ្វីដបងគេនោះអាទៅកើតមកដឹងក្តីអាយុចាប់ពីកើតមករហូតដល់20ឆ្នាំអាហ្នឹងគេលំអអីអត់ដឹងឯណោះអញ្ចឹងយើងចាំកូនធ្វើម៉េចទៅតើយើងដឹងរៀបចំខ្លួនឲ្យគាត់តាំងពីកើតមករហូតដល់អាយុ20ជាងតិចតួចហ្នឹងគេលំអដោយការសិក្សារៀនសូត្រលំអដោយចំណេះដឹងក្មេងហ្នឹងបឋមវ័យហ្នឹងគេលំអដោយចំណេះដឹងឲ្យកូនហ្នឹងសិក្សារៀនសូត្រស្វែងរកចំណេះទាំងផ្លូវលោកផ្លូវធម៌អាហ្នឹងជាទីលំអរបស់ក្មេងដល់ពេលមជ្ឈមវ័យកដាលចាប់ពី20ក្រាស់រហូតដល់50
40មិនឆឹមអ្វីកដាលហ្នឹងតើលំអដោយអីគេលំអដោយឧត្តមភរិយាលំអដោយឧត្តមស្វាមីលំអដោយកូនលំអដោយកវលលំអដោយខ្សែកលំអដោយយសសតនៈទួនាទីលំអដោយកមុខរបរការជួញដូរចិញ្ចឹមជីវិតការរកស៊ីជាដើមលក្ខណៈអាហ្នឹងវ័យកដាលគេលំអអានោះចុះដល់ពេលបច្ចុប្បន្នអ្វីឬជារាវ័យអាចចាប់ពី60ឡើងរហូតដល់100ជាងអាហ្នឹងគេលំអដោយអីដែរយាយលំអដោយសិលលំអដោយគុណធម៌លំអដោយសេចក្តីល្អវិញហើយអានោះលែងលំអក្រែមលំអម្សៅល្អកវលលំអខ្សែកលំអអញ្ជៀនត្រាលំអអីទៀតដែរហើយបើមិនជឿលោកសាកមើលទៅសាអាយុ80ហើយសាកមើលទៅសាកលំអអាគ្រឿងអស់នឹងសាកមើលសក់យើងកំកោដូចមួយយាយអញ្ចឹងទុកត្រឹមជាកេះទៅប៉ុន្តែកុំលាបខ្មៅទុកសទៅណាហើយយើងទុកត្រឹមជាកេះទៅទុកឲ្យសចពងអញ្ចឹងសាកមើលទៅហើយកវលយើងកំអត់ពាក់ដូចមួយយាយលេងកវលអាកង់ឡានដូចក្មេងគេឥឡូវដាក់ធំនឹងហ្មងដាក់ធំអាអស់លេខអាកវលគេឥឡូវប៉ាន់កង់ឡានហ្នឹងសាកមើលទៅចាំមើលវាសាតែអត់ហើយមាត់យើងផាត់ការ៉ែមស៊ីជពូរួចចើមគូអីគូទៅហើយថ្ពាល់ហ្នឹងផាត់អីផាត់ទៅរួចកុំស្លៀកហូលស្លៀកប្រមួងស្លៀកពាក់សដូចញាតញោមយាយរួចកុំស្លៀកហូលស្លៀកប្រមួងអញ្ចឹងលេងកបយហ្មងទៅលេងអាហែកមុខអាហែកក្រោយយកមកដាក់ទៅហើយអាវយើងហ្នឹងឲ្យវាលក្លៀកវាលខ្នងនេះគេឥឡូវណាហើយស្បែកជើងយើងកុំពាក់អាទៀបលេងកែងចោតត្មងទៅហើយកបោបលេងអាកបោបគេឥឡូវណាក្មេងគេកាន់ណាលេងអាមិនទេមិនស្គាល់ទេអាម៉ាអីថ្លៃរបស់គេលោកវាមិនស្គាល់លោកប្រើតែថងយា1 5000វាអត់ដឹងកបោបគេស្អីខ្លះទេឥឡូវប្រើអាកបោបថ្លៃគេនឹងហ្មងណាឧទាហរណ៍1 5000ដុល្លារអញ្ចឹងទៅកបោបគេអ្នកមានគេប្រើដល់រាប់ម៉ឺនណាញោមអញ្ចឹងកាន់តែថ្លៃទៀតទៅហើយកញ្ចក់យើងនឹងផាត់អីផាត់ទៅផាត់អស់គ្រប់កន្លែងទៅហើយយើងដើរកាច់រៀងអាយុ8ជាងណាហើយយើងដាក់ដូចលោកថាមិញហ្នឹងហើយយើងកាច់រៀងពីផ្ទះយើងមករោងប៉ុនហ្នឹងចាំមើលគេអ្នកស្រុកគេឃើញគេកលេចថាលោកអូយលោកក៏ចោះយាយអ្នកណាក៏ស្អាតអីស្អាតម្លេះគេតែសើថាអញ្ចឹងឬមួយក៏គេចាក់សោបិទទ្វារគេខ្លាចគេបើក្មេងវិញបើឃើញអញ្ចឹងវារត់វាយំរកអីលួងបានណាញោមហើយបើអាត្មាវិញឧបមាដើរជួបអញ្ចឹងមកស្ទុយលេងសចព្រុះសក់ត្រឹមជាកេះហើយលេងតែយ៉ាងហ្នឹងតែពេលយប់តាមស្រុះរត់ធ្លាក់ពិលទេណាសម្ដឹងខ្លាចស្មានតែស្អីណាចង់បញ្ជាក់ថាវ័យហ្នឹងគេលែងលំអអាហ្នឹងទៀតហើយគេលំអដោយគុណធម៌លំអដោយសេចក្តីល្អលំអថ្នាក់ទានមួយថ្នាក់សិលមួយថ្នាក់ភាវនាមួយលំអដោយការគោរពប្រតិបត្តិខ្លួនលំអដោយការចម្រើនសេចក្តីល្អមានការស្ដាប់ប្រធរការស្ដាប់ទៅនាំឲ្យកើតបញ្ញាក្រោយពីការស្ដាប់ហើយមានវិតកៈដល់វិតកៈទៅត្រេះរេះពិចារណាទៅវានាំឲ្យកើតបញ្ញាសមាទិដ្ឋិក្រោយពីមានវិតកៈយល់ដឹងទៅមានបញ្ញាសមាទិដ្ឋិទៅវិចារៈចេះលះបង់ចេះបតោបង់ចេះលះខ្លះពីមុនអត់ចេះធ្វើបន់ឲ្យទានឥឡូវហ្នឹងក្រោយពីបានស្ដាប់ពិចារណាយល់ទៅចេះធ្វើបន់ឲ្យទានក្រោយពីចេះធ្វើបន់ឲ្យទានហើយបៃតេសบายចិត្តរីករាយជាមួយនឹងអាការដែលធ្វើបន់ឲ្យទានឯងនឹងសบายចិត្តណាស់ក្រោយពេលសบายចិត្តហើយបៃតេហើយសុខៈវានាំឲ្យកើតសេចក្តីសុខផ្លូវចិត្តហ្នឹងដល់ពេលក្រោយពីកើតសេចក្តីសុខផ្លូវចិត្តហើយវានាំឲ្យមានបស្សទ្ធិស្ងប់អាចិត្តនឹងស្ងប់កាយវិវេកចិត្តទៅវិវេកហ្នឹងទៅជាចិត្តនឹងស្ងប់កាយនឹងស្ងប់ក្រោយមេលពេលមានបស្សទ្ធិហើយវាមកកើតឡើងទៀតវាមកទៅជារួចផុតស្រឡះចារាគាទីកលេសទាំងពួងវាមកទញ្ញាណទស្សនៈប្រាជ្ញាយល់ឃើញជាក់ច្បាស់ខ្ជាក់ចោលអស់អាលីងរាគាទីកលេសទាំងពួងនឹងលះចោលលោកកធម៌8មានលៀបអត់លៀបមានយកអត់យកសុខសរសើរនិន្ទាកាមឆានតៈជាបាតៈអុដ្ឋច្ចៈកុកច្ចៈវិជិកិច្ឆាយលះចោលអស់ទៅជាចិត្តហ្នឹងឧបមាហាក់បីដូរជាថ្មភ្នំទាំងមូលចង់រឿងអីដែលប៉ះផ្ទុកមកតាមរយៈអាយតនៈខាងក្នុងខាងក្រៅកើតឡើងយ៉ាងម៉េចក៏ដោយក៏ចិត្តនឹងអត់មានតោមនស្សសោមនស្សបដិខៈថ្នាក់ជាមួយរឿងហ្នឹងវារួចផុតស្រឡះទៅដល់នៅពៀនណាំងអេកណ្ដាននៅពៀនណាំងស័កសម្បត្តិទាំងចៈឯថាវ័យចុងក្រោយហ្នឹងគេលំអដោយសេចក្តីល្អលំអដោយទានលំអដោយសិលលំអដោយភាវនាគេលែងយកក្រែមយកម្សៅយកស័កសម្ភារៈខាងក្រៅមានកវលមានជៀនត្រាមានកវលពេជ្រអីយកមកលំអទៀតវ័យចុងក្រោយហ្នឹងគេលំអដោយសិលលំអដោយគុណធម៌បើអញ្ចឹងយើងខំប្រឹងលំអដោយគ្រឿងសេចក្តីល្អទាំងអស់ហ្នឹងខំប្រឹងប្រព្រឹត្តព្រហ្មចរិយធម៌ទាំងអស់គ្នាព្រោះអត់មានអីក្រៅអំពីបុណ្យអំពីកុសលហ្នឹងទេក្រៅអំពីយើងជាកូនចៅហ្នឹងហើយធ្វើបុណ្យសន្តានឧទ្ទិសកុសលជូនទៅដល់លោកហើយបើប៉ះចំកូនដែលគេមិនសូវនឹកគុណមិនសូវដឹងគុណទៅទៀតហើយអង្កាលដែលនៅរស់រៀនមានជីវិតគាត់នឹងមិនសូវបានធ្វើបុណ្យទៅទៀតអាហ្នឹងរឹតតាភ័ព្វអញ្ចឹងបានជាព្រះអង្គសម្ដែង
អំពីការធ្វើបន់ឲ្យទៀនហ្នឹងព្រះអង្គសម្ដែងថាបុគ្គលអ្នកមានបញ្ញាគេខុសពីបុគ្គលអ្នកមិនមានបញ្ញាគេឆ្លាតណាស់ព្រះអង្គសម្ដែងគាថាមួយកន្លែងបរោះណាស់ញោមចាំស្ដាប់គាថាព្រះទាំងអស់គ្នាព្រះអង្គសម្ដែងថាអតិតស្មឹងអគិរស្មឹងយ៉ាងនហរតិភិជានាងតាំងតសហោនតិអដ្ឋាយៈណូជាយ៉ាងតថតេយហតិអេវមេតតកោលោកោជរិយៈបរណេអ្នកចនហរេថេវៈទានេអ្នកហោនតិសនិបតាំងព្រះអង្គសម្ដែងថាអញ្ចឹងស្ដាប់បានទេយាយសម្ដែងថាអតិតស្មឹងអគិរស្មឹងយ៉ាងនហរតិភិជានាងតាំងតសហោនតិអដ្ឋាយៈណូជាយ៉ាងតថតេយហតិអេវមេតតកោលោកោជរិយៈបរណេអ្នកចនហរេថេវៈទានេអ្នកហោនតិសនិបតាំងព្រះអង្គសម្ដែងចង់មានន័យថាបុគ្គលអ្នកមានបញ្ញាសមាទិដ្ឋិគេដឹងតើអោផ្ទះអញឥឡូវហ្នឹងចិត្តឆេះហើយវិចាស់ត្រុតត្រោម៉ាយភ្លើងរៀបតែនឹងឆេះហើយដល់តែគេមានបញ្ញាសមាទិដ្ឋិគេខំប្រឹងជញ្ជូនល្អីជញ្ជូនភេជញ្ជូនរបស់មានតម្លៃពីក្នុងផ្ទះហ្នឹងចេញអស់ទៅហើយដល់តែភ្លើងឆេះមកអត់ខ្វល់ហើយឆេះអីឆេះទៅអាសបកផ្ទះចាស់ហ្នឹងប៉ុន្តែអញបានជញ្ជូនទ្រព្យចេញទុករួចស្រេចហើយបើអញ្ចឹងឆេះអាផ្ទះចាស់ហ្នឹងអញទៅសង់ផ្ទះថ្មីមួយទៀតដល់ល្អប្រសើរដោយសារបានជញ្ជូនទ្រព្យហ្នឹងទុកជាមុនដល់បុគ្គលអត់បញ្ញាដឹងតែផ្ទះឯងហ្នឹងចិត្តឆេះប៉ុន្តែអត់បានជញ្ជូនទ្រព្យហ្នឹងយកទៅទុកមកកន្លែងឲ្យរួចផុតពីអណ្ដាតភ្លើងទេនៅដេកត្រាំត្រៃនៅក្នុងផ្ទះចាស់ហ្នឹងរហូតដល់ឆេះខ្ទេចទៅជាមួយទ្រព្យហ្នឹងអត់មានបានអីសោះដល់ឲ្យឆេះអស់ទៅរកអីប្រើមកតទៀតអត់បានព្រះសម្ដែងគាថាហ្នឹងចង់មានន័យថាអញ្ចេះចង់មានន័យថាបុគ្គលអ្នកមានបញ្ញាគេដឹងតែផ្ទះហ្នឹងដូចឧបមាដូចជារូបកាយយើងឯងអាសបកផ្ទះហ្នឹងដូចរូបកាយមើលតែផ្ទះហ្នឹងវាចាស់ហើយវារៀបតែនឹងបាក់នឹងបែកនឹងឆេះទៅហើយរូបឯងនេះវាអាយុ85 70 90ជាង100ជាងទៅហើយបើអញ្ចឹងទេអញហ្នឹងវារៀបតែនឹងឆេះហើយរូបកាយហ្នឹងវារៀបតែនឹងផុតរលត់ដែរប៉ុន្តែបុគ្គលអ្នកមានបញ្ញាគេដឹងថាអញ្ចឹងគេខំប្រឹងធ្វើបន់ឲ្យទានសន្សំគុណតម្លៃនៃសេចក្តីល្អត្រុកទៅសៀទៅវត្តទៅសៀទៅទានសិលភាវនាប្រព្រឹត្តព្រហ្មចរិយធម៌គ្រប់គណៈចិត្តធ្វើបន់ឲ្យទានសន្សំគុណតម្លៃនៃសេចក្តីល្អគ្រប់ពេលអញ្ចឹងបុគ្គលនឹងឧបមាដូចជាអ្នកមានបញ្ញាគេដឹងតែផ្ទះគេចិត្តឆេះបើអញ្ចឹងគេខំប្រឹងជូនទ្រព្យនឹងចេញឲ្យ មានន័យថាយាយតាអ្នកដឹងមានបញ្ញាសមាទិដ្ឋិដឹងតែរូបកាយឯងនឹងវាត្រុតត្រោមណាស់ហើយក្រោយពេលជាតិកើតឡើងហើយកាលណាជារាចូលឡើងចូលពេលនោះជារាចូលពេលណាព្យាធិចូលពេលនោះព្យាធិរករឿនពេលណាហើយសេចក្តីស្លាប់ក៏នឹងគៀកមកដល់ក្នុងពេលនោះដល់គាត់ដឹងអញ្ចឹងគាត់ខំប្រឹងប្រព្រឹត្តព្រហ្មចរិយធម៌បុគ្គលនឹងដូចអ្នកដឹងតែផ្ទះចិត្តឆេះជញ្ជូនទ្រព្យចេញទុកជាមុនដល់ពេលផ្ទះនឹងឆេះទៅបានទ្រព្យនឹងប្រើបន្តទៀតយ៉ាងណាមិញយាយអ្នកខំប្រឹងធ្វើបន់ឲ្យទៀនដឹងតែរូបឯងនឹងវារៀបតែនឹងពុកផុយស្អុយរលួយរៀបតែនឹងបាក់បែកទៅហើយឯងខំប្រឹងធ្វើបន់សន្តានជាសម្ពាយសម្រាប់ទៅលោកកត់ត្រាក់ខាងមុខទៅយើងបានអាពូជមនុស្សថ្មីមកប្រើម្ដងទៀតស្រាប់លោកយល់អីយាយដល់អ្នកខ្លះអត់មានបញ្ញាដឹងតែរូបឯងនឹងវាចាស់ហើយវាត្រុតត្រោមមកប៉ុន្តែអត់ខំប្រឹងធ្វើបន់ឲ្យទៀនអីទេញោមគិតតែពីសបាយក្អាកក្អាយក្នុងលោកធម៌ហ្នឹងវង្វេងតែអញវាមិនតាន់ចាស់អញវានៅមមអញវាមិនដែលឈឺហើយដល់អញ្ចឹងទៅអត់មាននឹកនាបនកុសលអីដល់ដាច់ខ្យល់ទៅលោកកត្រៈខាងមុខអត់បានពូជមនុស្សហ្នឹងមកប្រើម្ដងទៀតទេចប់ហើយចាំបើអត់បានពូជមនុស្សវាទៅឯណាអបាយភូមិ4នរកប្រែតអវជ័យតិរិឆានអសុរកាយដែលយើងឃើញរាល់ថ្ងៃហ្នឹងណារត់ពីមុខរត់ពីក្រោយកតុយវែងកតុយខ្លីហ្នឹងអាហ្នឹងអត់បានមកមនុស្សទៀតទេបើអញ្ចឹងឯងយើងខំប្រឹងភ្ញាក់រលឹកទាំងអស់គ្នាធ្វើបន់សន្តានដឹងតែរូបរាងកាយយើងរៀបតែនឹងឆេះហើយយើងខំប្រឹងសន្សំសេចក្តីល្អទាំងអស់គ្នាទៅដើម្បីជាសម្ពាយទៅមុខទៀតព្រះលោកអ្នកប្រាជ្ញលោកសម្ដែងថារីកាធ្វើទៀនរីកាធ្វើទៀនធ្វើបានជាស្ពានឈានទៅសួគ៌សុខធ្វើបានជាទុនទុកទៅជាតិមុខកើតក្នុងសម្បុកសម្បត្តិភោគទ្រព្យទៀនមានអង្គ3ប្រសើរក្រាស់ក្រៃឲ្យផលគួរគប់ទី1តេយ្យធម៌សំគួរដល់ទ្រព្យទី2នោះភ្ជាប់នឹងចិត្តជ្រះថ្លាទី3អ្នកទទួលតេយ្យធម៌នោះណាប្រកបដោយគុណទៅញ៉ាំងផលឡាអានិសង្ឃ5ប្រការថ្លៃថ្លាកន្លងញោមអ្នកធ្វើបន់ឲ្យទៀនវាពិតជាមានផលប្រៀបដូចនាំទ្រព្យចេញពីផ្ទះភ្លើងឆេះទាស់ផ្ទះខ្ទេចអស់គង់សល់ចំណេះសល់ទ្រព្យពិសេសសម្រាប់ផ្លូវឆ្ងាយបើអញ្ចឹងទេយើងអ្នកធ្វើបន់ឲ្យទៀននឹងជាសម្ពាយសម្រាប់យើងកប់ទុកទៅប្រើនៅលោកកត្រៈខាងមុខទៀតអញ្ចឹងអត់មានអីក្រៅពីបន់ពីកុសលនឹងទេញោមក្រោយពេលស្លាប់ទៅ
ប្តីនឹងក៏មិនជាទីពឹងកូនក៏មិនជាទីពឹងទ្រព្យសម្បត្តិក៏មិនជាទីពឹងហើយយកអ្នកណាជាទីពឹងព្រះលោកសំដែងតែមានតែពីរអ្នកឯងជាទីពឹងបញ្ញាំងមិត្តតាំងប៉ាប៉ាំងមិត្តតាំងព្រះអង្គសំដែងណាថាមានតែប៉ុននេះជាមិត្តអាបាបនឹងក៏ជាមិត្តដែរបើកាលណាយើងធ្វើបាបច្រើនបាបនឹងក៏ទៅជាមួយហើយកាលណាយើងធ្វើបុណ្យអាបុណ្យនឹងក៏វាទៅជាមួយមានតែពីរអ្នកហ្នឹងឯងស្ម័គ្ររួមដំណើរជាមួយយើងគ្រប់ជាតិទាំងអស់យាយទៅកើតនៅតាណាក៏ដោយឲ្យតែនៅមានជាតិអាពីរអ្នកហ្នឹងតាមហុចផលឲ្យចនិចវិបាកឲ្យផលផ្លាស់ប្ដូរគ្នាទៅតាមហេតុពេលណាយើងសន្សំកុសលធម៌វិបាកឲ្យផលជាសុខសន្សំអកុសលធម៌វិបាកឲ្យផលជាទុក្ខយើងចំណាំអញ្ចឹងបើអញ្ចឹងទេខំប្រឹងសន្សំកុសលឲ្យបានច្រើនជាងអកុសលទាំងអស់គ្នាណាយាយសូមអនុមោទនាឥឡូវមុនចប់ធម៌ទេសនាថាតាមលោកមួយម៉ាត់ពីរទាំងអស់គ្នាឲ្យកើតសេចក្តីជ្រះថ្លាពិចារណាដើរទៅផ្ទះវិញនឹងសតិនឹងរលឹករឿយណាហើយយកសតិនឹងឃុំក្រងខ្លួនយើងជានិច្ចកុំឲ្យបាបអកុសលនឹងវាកើតឡើងតាមទ្វារទាំង3នឹងញោមព្រះលោកផ្ដាំយើងលោកផ្ដាំធម្មនាលអវសោទាំងឡាយមនាលអ្នកទាំងឡាយបនបាបគុណទោសទៅនិព្វានមកនរកហ្នឹងគឺអាស្រ័យដោយសារទ្វារ3ហ្នឹងអ្នកទាំងឡាយចាក់សោទ្វារហ្នឹងឲ្យចិត្តរវាងប្រយ័ត្នឲ្យបានល្អអន្ត្រីសង្វរៈសីលសង្វរៈហ្នឹងសង្រួមផ្លូវភ្នែកតិចចំោះអណ្ដាតកាយចិត្តហ្នឹងនិយាយឲ្យងាយស្ដាប់ទៅកាយទ្វារមួយវិច័យទ្វារមួយមโนទ្វារមួយអ្នកទាំងឡាយហ្នឹងចាក់សោវាឲ្យចិត្តកុំឲ្យអកុសលវាចូលហើយបើកសោនៅពេលណាដែលមានកុសលឲ្យតែមានកុសលចូលមកបើកឲ្យវាចូលមកហើយដល់ឲ្យអកុសលវាមកក្បែរចាក់សោវាទុកអកុសលកើតឡើងពេលណាទៅកុសលកើតឡើងពេលណាឧបមាអកុសលចោះឧបមាតែប្តីប្រពន្ធគេពីរអ្នកគេពងឆ្លុះគ្នាហើយឯងពងហូបបាយហើយស្រាប់ដល់លឺសូគេជេរគ្នាបចោគ្នាឯងຕົកចានបាយទៅឈរច្រត់ចកេះស្ដាប់មើលគេជេរគ្នាសិនអាហ្នឹងស្មើនឹងយើងអត់ចាក់សោទ្វាសោតទ្វាមួយបើកសោតទ្វាហ្នឹងឲ្យអកុសលវាចូលបើអញ្ចឹងទេបើដឹងតែអោគេជេរគ្នាអោអកុសលហើយតាបើអញ្ចឹងអញចាក់សោទ្វាសោតទ្វាគឺតិចហ្នឹងបាត់ឲ្យចិត្តអញអត់ចង់លឺទេដល់តែពេលផុតពីគេជេរគ្នាទៅស្រាប់តែបើកវត្ថុមកលឺសូរធអាយ៉ាអញបើកសោវិញហើយកុសលវាចូលស្ដាប់ធម៌ម្ដងយល់ទេយាយបាត់សោបើកសោទ្វាទាំង3ហ្នឹងហោកាយនេះដើរតាមផ្លូវទៅឃើញលហុងគេម្ហងនឹងបេះលហុងគេអីអានេះបាបតាអកុសលអីចឹងអញ្ចឹងដកកាយមកវិញសតិនឹងរលឹកផ្លែតចាក់សោកាយទៀតទៅដល់ផ្ទះកូនគេតែងត្រីរស់មួយផ្ញើពីបាត់ដបងមកលើកយកមកពីឆ្នាំងមកហ្នឹងលើកវាត្រង់មកហ្នឹងមកលងអាកលគេសតិរលឹកផ្លែតអូគេមិនឃើញក៏ដោយប៉ុន្តែអញដឹងអញធ្វើបាបមិនកើតទេសតិរលឹកទៅដកកបាត់ចេញវិញប្រឡែងគេឲ្យមានជីវិតទៅអាហ្នឹងចាក់សោកាយទៀតឃើញហ៎យល់អីយីហើយដល់ចិត្តយើងហ្នឹងអញ្ចឹងដែរមើលតអភិជាជាបាតៈកើតឡើងពេលណាចាក់សោឲ្យចិត្តអត់ឲ្យអាទោសៈមូលចិត្តលោភៈមូលចិត្តមោហៈមូលចិត្តនឹងកើតឡើងក្នុងសន្តានរបស់អញទេចាក់សោឲ្យចិត្តប៉ុន្តែពេលណាដែលមានមេត្តាចិត្តករណាចិត្តសន្តោសៈកើតឡើងពេលណាបើកឲ្យវាចូលមកវិញអាហ្នឹងពេលណាអកុសលមកចាក់សោពេលណាកុសលមកបើកសោហើយចេះចាក់សោបើកសោឲ្យនៅទេយាយខ្លួនយើងហ្នឹងណារៀនចាក់សោបើកសោឲ្យចិត្តពេលណាបាបមកនឹងចាក់សោកុំឲ្យចូលពេលណាបន់មកបើកសោឲ្យវាចូលមកខ្លួនយើងវាអញ្ចឹងហើយបន់នៃបាបនឹងវានៅតែខ្លួនយើងនឹងវាអត់ទៅនៅណាឆ្ងាយទេបើអញ្ចឹងយើងរៀនចម្រើនសេចក្តីល្អទាំងអស់គ្នាថាតាមលោកមួយម៉ាត់ពីរទាំងអស់គ្នាទៅចប់ធម៌សូមអនុមោទនាថាអីតោះថាទាំងអស់គ្នាថ្ងៃនេះសំដែងដូចទៅមុខសោះហើយយាយចាំថាតាមថាអីចេះឥឡូវហ្នឹងស្ដាយអើយសែនស្ដាយមិននិយាយស្ដាយតាទេស្ដាយរឿងផ្សេងស្ដាយអើយសែនស្ដាយស្ដាយរូបទាំងឡាយដែលចាស់ហួសទៅកាលនៅក្រមុំរូបឥតម៉ងសៅបុរសទូទៅចែកចៅគ្រប់គ្នាហើយឥឡូវហ្នឹងមានអ្នកចែកចៅទៀតទេម៉ែសើចហ្នឹងមានអ្នកអត់មានទេដូចគុណបើអត់មានចាញ់យាយនៅកពតយាយនៅកពតនោះ89កោសក់អស់អាលិញគ្មានបានស្អាតដូចយាយផងហើយញោមហើយគាត់ស្រែកឡើងម្នាក់គាត់សួរថាមានពីណាចែកចៅអីអត់គាត់លើកដៃតែម្នាក់គាត់ថាលោកគ្រូកណាមានគេចែកចៅនិយាយមិនច្បាស់ប៉ុកណាមានគេចែកចៅនិយាយវាមិនច្បាស់អត់ថ្មិញអាត្មាសួរពីណាចែកចៅយាយគាត់ថាអាចារ្យភ្លុកគាត់ថាអញ្ចឹងអត់មានពោះណាយណាចែកចៅទេអាចារ្យភ្លុកទៅមកអើយសួរថាម៉េចបានអាចារ្យភ្លុកចែកចៅម៉េចមិនដឹងថាអាចារ្យភ្លុកចែកផ្លូវដេចគុណលោកគ្រូម៉េចបើមិនដឹងថាអាចារ្យភ្លុកចែកចៅបើឲ្យតែកណាកាហែមកណាក្អកកណាតតែងឆ្នាំយកមកលេបដឹងថាអាចារ្យយកគី3 4នាក់ហ្នឹងក៏
វ៉ែលក្បែរផ្ទះកាហែមព្រឹកកាហែមល្ងាចគាត់ថាអញមិនរួចទេហើយដល់អញ្ចឹងទៅគាត់ថាអាចារ្យភ្លុកចែកចៅអីមែនទាំងអស់គ្នាទាំងញោមទាំងអាត្មាមែននិយាយនោះឯងលោកអ្នកទេសនឹងក៏កិច្ចមិនរួចពីអាចារ្យភ្លុកដែរឥឡូវថាទៀតស្ដាយអើយសែនស្ដាយហើយនិយាយរឿងមិនរួចពីអាចារ្យភ្លុកចឹងនិយាយរឿងមួយទៀតហើយយាយអាចារ្យស្រុកអាត្មាម្នាក់កុំលើកឈ្មោះគាត់អីកុំឲ្យគាត់ខ្មាស់ប៉ុន្តែគាត់ស្លាប់ហើយគេហៅតាអុនញោមហើយគាត់ស្រឡាញ់យាយម្នាក់តាំងពីក្មេងមកអូប៉ាន់មិញថាកុំថាឈ្មោះគាត់ឥឡូវថាឈ្មោះគាត់បាត់គាត់ស្រឡាញ់យាយម្នាក់តាំងពីក្មេងមកហើយកាលគាត់នៅកំឡោះយាយនឹងនៅកំមុំឲ្យម៉ែគាត់ទៅតដឹងយាយហ្នឹងគាត់និយាយប្រាប់លោកចៅអីមើលទៅតដឹងគេតាមត្រូវទៅតាមផ្លូវទៅតាមច្បាប់ប្រពៃណីទៅតដឹងម្ដងគេមិនឲ្យ2ដងគេមិនឲ្យ3ដងអស់វិរៈ3ដងគេអត់ឲ្យហើយដល់អត់ឲ្យគាត់តាំងចិត្តហ្មងគាត់ថាចាំមើលអញធ្វើអាម៉េចក៏ដោយឲ្យតែបាននៅក្បែរយាយហ្នឹងទោះបីចាស់ចំណាស់ម៉ានក៏ដោយគាត់ថារកវិធីធ្វើម៉េចដើម្បីបាននៅក្បែរយាយហ្នឹងគាត់ស្រឡាញ់ពេកអញ្ចឹងគាត់ថាដល់តែគេការបាត់ទៅគាត់ទឹកភ្នែកទឹកសបោគាត់ថាមិនដឹងថាធ្វើអាម៉េចទេឥឡូវគេការប្តីទៅហើយការនៅតនេទៅតែដឹងគេអត់បានបើអញ្ចឹងអស់វិធីអញមានតែរៀនអាចារ្យភ្លុកទេថ្ងៃក្រោយទៅគង់តែអញទេមិនរួចទេគាត់គិតអញ្ចឹងខ្ញុំមើលហើយដល់អញ្ចឹងគាត់ទៅរៀនអាចារ្យភ្លុកគាត់និយាយប្រាថ្នាសោយចងងហើយគាត់ទៅរៀនអាចារ្យភ្លុកទីបំផុតទៅបានគាត់មែនដល់តែយាយគាត់ស្លាប់ទៅខ្ញុំមើលគេមានតែរកអាចារ្យខ្មោចណាភូមិនឹងមានតែគាត់ហើយដល់អញ្ចឹងគាត់ថាលោកចៅហើយកាលពីក្មេងកណាស្រឡាញ់ណាស់រូបរាងកាយនឹងជាប់ជាពាក់ណាស់ឥឡូវលោកចៅពិចារណាមើលទៅកាលពីក្មេងប្រកាន់ណាស់កណាទៅតែដឹង3ដងមិនឲ្យទេរួចដូចឥឡូវហ្នឹងជាប់ជីកមួយកណាអំបិលស្រេចតែកណាគាត់គ្មានតមួយម៉ាត់ទេញោមពិចារណាមើលរូបរាងកាយយើងគួរឲ្យសង្វេគប៉ុណ្ណាអាហ្នឹងដែលយើងត្រូវពិចារណាកើតសេចក្តីតក់ស្លុតថារូបរាងកាយនេះជាការអត់ប្រយោជន៍ទៅទេដែលយើងត្រូវជាប់ជាពាក់ត្រូវហួងហែងត្រូវប្រកាន់មាំប្រកាន់ថាជារបស់អញនាំមកចិត្តនឹងសៅម៉ងអកុសលធម៌កើតឡើងរាល់ថ្ងៃហើយរាល់ថ្ងៃឆ្លោះទាស់តែងខ្វែងកំណត់កាប់ចាក់ជេរបចោចំណែកប្រចាំឈ្នាននេះគ្នាដោយសារតែប្រកាន់ថាអញខ្លួនអញមិនមែនអីទេកូនអញចៅអញរបស់អញប្តីអញមកពីមានអញនឹងប្រកាន់មាំចំពោះអត្តាហ្នឹងភាសាធម៌ថាប្រកាន់ចំពោះអត្តាតួខ្លួនទាំងមូលហ្នឹងបានមនុស្សចិត្តតែឆ្លោះទាស់តែងខ្វែងកំណត់កាប់ចាក់ចំណែកចំណែកប្រចាំឈ្នាននេះគ្នារាល់ថ្ងៃហ្នឹងបើសិនណាមនុស្សចេះពិចារណាថាវាអត់មានយើងមានគេជារបស់សោះសូនទៅទេរកក្លឹមមិនមានធម៌យកមកដាក់ក្នុងខ្លួនអញ្ចឹងម្លេះសំមនុស្សឥឡូវមិនចេះឆ្លោះតោះតែងខ្វាយកំណត់កាប់ចាក់គ្នាទេហើយមិនមែនកាប់ចាក់តែអ្នកដតីទេកូនឯងបកកើតហ្នឹងគ្រាន់តែចែកគោឲ្យមិនស្មើគ្នាមានពៅបានគោ2អាបងបាន1ហ្នឹងក៏វាកាត់កាលម៉ែឯងចោលដែរមែនទេយាយណាវាទៅអញ្ចឹងខ្ញុំមើលដោយសារប្រកាន់អាអញហើយបើលេះអាអញនឹងបានមនុស្សអត់ចេះឆ្លោះគ្នាទេណាឥឡូវថាទៀតបន្តិចទៀតចប់ហើយវាចូលបាទចូលរឿងហ្នឹងតែមិញហ្នឹងស្ដាយអើយសែនស្ដាយថ្មិញទាំងឡាយរឹងមាំគួរដែរដល់ពេលខ្លួនចាស់ថាឲ្យលឺដល់ពេលខ្លួនចាស់ក្រឡាស់ព្រួលប្រែបាក់ជាហោហែក៏កែមិនបានថាអញ្ចឹងខុសទៀតណាពីមុនមកកែអត់បានមែនតែបាក់អស់ហ่าប៉ុន្តែឥឡូវចាំទៅមើលមួយយាយ80ទៅកូនគេដាក់ឲ្យលង្សផ្លឹងពេញមាត់គ្មានបាត់មួយទេអាមែនខុសគ្នាមែនពីមុនតែបាក់អើអត់មានអីដាក់ទេជំនាន់ចាស់បុរាណតែបាក់អស់ហ่าប៉ុន្តែឥឡូវអត់ទេបាក់អាម៉េចក៏ដោយគេដាក់វិញបានទាំងអស់អញ្ចឹងវាខុសគ្នាអញ្ចឹងហើយយើងទៅបន្ទោសអាម៉េចវាខុសសម័យកាលដូចពីមុនអញ្ចឹងគេមកតែដឹងមួយយាយកាលតាមកតដឹងមកយាយម្ដាយមកយាយប្រាប់តណែកូនស្រីស្អែកណាគេមកមើលកូនឯងហើយបើអញ្ចឹងកូនឯងរៀបចំចានឆ្នាំងបោសសម្អាតផ្ទះសម្បែងបោកគុកទីធ្លាផ្ទះបោសសម្អាតកុំឲ្យធំក្លិនអាចមន់អាចទេរួចជាក្រានជើងឆ្នាំងហ្នឹងកុំឲ្យមានផេះនៅជាក្រានលាងបោសសម្អាតឆ្នាំងផ្ទះសម្បែងឲ្យស្អាតកើផេះចេញពីជាក្រានឲ្យអស់ឲ្យស្អាតផ្លឹងតណាកូនស្អែកគេមកមើលកូនឯងមែនទេគាត់និយាយចឹងមែនទេញោមហ្នឹងហើយផ្ដាំអញ្ចឹងគ្រប់សពម៉ែពីដើមហើយដល់ពេលអ្នកខាងប្រុសគេមកគេទៅឲ្យតែចក្រាននេះឲ្យតែចានរៀបមានរបៀបឆ្នាំងដោះសផ្លឹងចក្រានអត់មានផេះគេថាកូនស្រីនឹងមានកំណើតដែរអត់អីទេប៉ុន្តែឥឡូវនេះឯងទៅមើលជើងចក្រានឯណាកុំឲ្យមានផេះណាគ្មានផេះទេបើគេដុតតែចក្រានហ្គាសហ្នឹងហើយឯងទៅមើលចក្រានមិនត្រូវតិចលោចង់ទៅដឹងឲ្យកូនប្រុសឯងទៅមើលចក្រានធ្វើអត់ផេះល្អហ្នឹងបងឥឡូវគេលែងដុតផេះទៅហើយគេដុតតែចក្រានហ្គាសឃើញវាខុសគ្នាទេហោពីមុនបើគេមកទៅដឹងឯងនេះផ្ដាំកូនណាស្អែកហ្នឹងគេមកមើលលក្ខណៈកូនឯងណាកូនណា
ហើយដល់តែគេមកម៉ែផ្ដាំកូនឯងស្លៀកពាក់ឲ្យស្អាតហើយនៅក្នុងបន្ទប់កំចេញមកក្រៅផ្ដេសផ្ដាចាំម៉ែចាំឪហៅចាំកូនឯងចេញមកចាំចាស់ទុំហៅចាំកូនឯងចេញមកកុំចេញមកក្រៅឥឡូវនេះអត់ទេបើដឹងតែស្អែកគេមកតែដឹងឯងផាត់ក្រែមមកអង្គុយញ៉ាំស្ញិញដាក់នៅមុខគេហ្នឹងឲ្យគេមើលទៅវាឆាប់ត្រូវឃើញវាខុសគ្នាទេហ៎រឿងមួយទៀតខុសគ្នាទាំងអស់ពេលមុនមកយើងប្រាប់គេតកូនណាស្អែកគេមកមើលកូនឯងហើយអញ្ចឹងរៀបចំផ្ទះសំបែងលាងចានឆ្នាំងអីដោះសម្អាតឲ្យស្អាតទៅស្អែកគេមកមើលយើងហើយឥឡូវមិនមែនគេប្រាប់មិនមែនយើងប្រាប់គេតែដោះចានឆ្នាំងឲ្យស្អាតទេឧបមាវាធ្វើការនៅពេញម៉ែនៅមុខកពូលហើយគេត្រូវគ្នានៅពេញនោះគេស្រឡាញ់គ្នាអញ្ចឹងគេតេតាមទូរស័ព្ទមកម៉ាស្អែកកូននាំសង្សារកូនទៅលេងផ្ទះណាម៉ែឯងមើលអាចមន់អាចទាចានឆ្នាំងអីលាងឲ្យស្អាតទៅអីវាទៅចេះវិញឯងពេលមុនប្រាប់គេឲ្យលាងព្រោះឥឡូវគេត្រូវគ្នាគេមកលេងផ្ទះគេទេពេញពេញមកឲ្យឯងលៀងមិញញោមមើលវាខុសគ្នាទាំងអស់ហើយយើងទៅថាមិនទៅសម័យកាលហ្នឹងវាត្រូវដើរដល់ហ្នឹងហើយចេះតែវែងឆ្ងាយទៅហើយទៅទៀតមកស្ដាយអើយសែនស្ដាយថាលើស្ដាយអើយសែនស្ដាយស្ដាយសក់រសាយរលោងអស់ចាដល់ពេលខ្លួនចាស់គេលែងត្រូវការសំបីតតាអាចារ្យកលែងចង់មើលមុខយាយសូមអនុមោទនាអីសាធុមែនតែគេលែងមើលមុខតាំងខឹងអន់ចិត្តលោកបានហើយចាំជួបគ្នាថ្ងៃក្រោយទៅចុះអានេះនិយាយពីសុភមង្គលគ្រួសារហើយដល់យាយតាវាហួសទៅហើយអញ្ចឹងកូនកូនមើលត្រូវនិយាយពីសុភមង្គលគ្រួសារឧបមាតកូនយើងការហើយមិនសូវត្រូវគ្នាយកអាហ្នឹងឲ្យគាត់មើលប៉ាន់មើលហើយមិនមែនប្រកាសឲ្យត្រូវគ្នាទាំងអស់ទេមើលហើយបើអត់ធ្វើតាមផងអាមិនត្រូវគ្នាហើយជាកំខឹងលោកតើមើលហើយអនុវត្តតាមបានប្រយោជន៍ហើយមួយយ៉ាងទៅទៀតយាយតាចង់រើសកូនភាសាអីមិនបាច់ឲ្យអាចារ្យដេញពលាទេគ្រាន់តែមើលតាមហ្នឹងទៅមនុស្សល្អមនុស្សមិនល្អមើលតាមហ្នឹងលោកមានតសេមនុស្សដែលល្អអាចយកមកធ្វើកូនចៅយើងបានអាចយកមកធ្វើញាតិយើងបានមានលក្ខណៈ16ចំណុចយាយគ្រាន់តែឃើញកូននឹងផ្លែតសម្លឹងមើលសភៅនឹងឲ្យសម្គាល់មើលតើកូននឹងគ្រប់16ចំណុចដោយលោកតសេអត់បើកូននឹងមានលក្ខណៈ16ចំណុចនឹងទេមិនបាច់អាចារ្យដេញពលាក៏មនុស្សនឹងល្អដែរបាទថាអញ្ចឹងដែរអាចារ្យខឹងលោកងាប់ដាច់ជើងអាចារ្យទៀតណាចង់និយាយតែដេញអីដេញទៅបើគាត់ថាចង់មើលរើសកើកូនភាសានឹងវាល្អមិនល្អមើលសភៅនឹងមានលក្ខណៈដែលត្រូវមើលមនុស្សណាល្អមនុស្សណាមិនល្អមើលតាមសភៅនឹងលោកបង្រៀនពីមនុស្សដែលល្អមិនល្អអាចយកមកខ្សែគប់បានមួយទៀតនិយាយពីវិធីសាស្ត្រដោះស្រាយទំនាស់កូនយើងឆ្លុះគ្នាអត់មានវិធីដោះស្រាយទេអាងឡើងតឡាការលែងលះគ្នាហើយអញ្ចឹងដោះស្រាយដោយសន្តិវិធីកុំឲ្យវាលែងលះទៅដោះស្រាយអាម៉េចទៅដេចគុណហង្សាកើតឡើងគ្រប់ថ្ងៃបើអញ្ចឹងយើងមានវិធីដោះស្រាយមើលសភៅនេះដែរអញ្ចឹងចែកឥឡូវហ្នឹងចែកសភៅនេះហើយយាយតាចង់បានធម៌អប់រំចិត្តញោមយកអាខៀវនេះវិញអាខៀវនេះនិយាយពីធម៌អប់រំចិត្តយើងពិបាកផ្លូវចិត្តរឿងអីហ្នឹងមើលសភៅខៀវនេះប៉ុន្តែសភៅខៀវហ្នឹងអត់ទាន់មានចែកទេអស់ហ่าចែកអាលឿងនេះបានអាលឿងឯអាខៀវអត់បានទេតខែ12បានបើអញ្ចឹងយាយតាដែលចង់បានសភៅធម៌អប់រំចិត្តនេះតលខែ12ញោមទៅវត្តបតុមទៅរួចសួរគេថាគាត់លោកគ្រូប្រាក់ក្តីនៅតាណាទៅដល់វត្តអាត្មាឲ្យកូនសិស្សយកមកឲ្យបន្ទុកបីមិននៅក៏ឲ្យដែរហើយញោមកុំបារម្ភថាឲ្យចោះទៅចេះតែទៅយកហើយអ្នកចូលបច្ច័យអត់ចូលបច្ច័យអីលោកឲ្យទៅអត់មានរឿងគិតបច្ច័យទេឲ្យតែញោមយកមកមើលអាត្មាមិនដែលបោះឲ្យនឹកឃើញតែអត់ទៅញោមទៅយកឲ្យយកបច្ច័យវិញញោមអត់ទេអត់បច្ច័យអីក៏ដោយមានបច្ច័យចូលក៏ចូលមិនចូលក៏អត់បញ្ហាសំខាន់យកមកមើលកុំយកមកបោះចោលគៀនក្រងនិយាយខ្លះថ្ងៃចែកនឹងតដើមគ្នាចង់បានណាស់ដល់ពេលទៅដល់ផ្ទះយកទៅបោះចោលគៀនក្រងនោះមិនតែមើលអីហើយសួរថាម៉េចបានយកទៅបោះចោលគាត់ថាភ្នែកកណាទូចមើលអសអត់ឃើញចុះចឹងយកទៅអីបើមើលមិនឃើញផងក៏ចង់បានម្លេះតដើមគ្នាហើយដល់ពេលយកទៅមើលវាមិនឃើញអសវាទូចហើយយកទៅបោះចោលកុំបោះចោលបើមើលមិនឃើញទេឲ្យចៅគេអានឲ្យស្ដាប់ហើយបើចៅគេអត់មានពេលអានឲ្យស្ដាប់ទេចែកឲ្យអ្នកដតីបន្តទៀតដែលគេមើលឃើញទៅកុំយកទៅបោះចោលណាអាណិតលោកបោះលោកតសេមួយក្បាលតម្រងបានមួយឆ្នាំមួយក្បាលនឹងយូរឆ្នាំណាស់បើអញ្ចឹងអ្នកចង់បានសភៅធម៌អប់រំចិត្តខែ12ទៅយកអានេះប៉ុន្តែអានេះមាននៅច្រើនណានៅឃ្លាំងញោមចង់បានប្រមាណក៏មិនខ្វះដែរអាលឿងនេះអាត្មាទៅបោះ 15000 ក្បាលទៀតទេបើអញ្ចឹងអត់ខ្វះទេប៉ុន្តែគ្រាន់តែថាមកប៉ុនដាក់តែ2កេស3កេសទេអត់ដាក់ច្រើនទេ
ពីព្រោះចែកគ្រប់តាប៉ុនហើយមកប្រទេសបន្តិចទៅឯនេះតិចទៅឯនោះចឹងបើចែកមករោងហ្នឹងដាក់10 20កេស10 20កេសទៅរកឯណាបោះបានញោមឲ្យងាប់លោកបើមួយក្បាល 4500 75,000ដែរណាមួយក្បាលហើយអញ្ចឹងចែកគ្រប់តែរោងគ្រាន់តែថាចែកទៅយើងមើលតគ្នាទៅនៅភូមិយើងហ្នឹងចែក2កេសទៅហើយយើងមើលចប់ទៅយើងចែកតគ្នាទៀតទៅអ្នកណាមើលចប់ចែកគ្នាទៅវាមានប្រយោជន៍យើងចែកជាសភៅទៅវាមានប្រយោជន៍ឥឡូវបានហើយទៅមុខលែងរួចហើយណាសុំបានបនបានកុសលតាមអបនិស្ស័យជ្រះថ្លារៀងខ្លួនចង់បានសភៅមកយកពីយាយម្ចាស់បនមកទុកឲ្យយាយម្ចាស់បនត្មងទៅមិនបាច់ចែកទេអ្នកណាចង់បានមកសុំពីគាត់សុំអនុមោទនា